កងទ័ពជើងទឹកឥណ្ឌូនេស៊ីត្រៀមដាក់ពង្រាយដ្រូននិងនាវាមុជទឹកស្វយ័តដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានឲ្យដឹងថាកងទ័ពជើងទឹកឥណ្ឌូនេស៊ីមានផែនការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈតាមរយៈការដាក់ពង្រាយដ្រូននិងនាវាមុជទឹកស្វយ័តនៅក្នុងប្រតិបត្តិការល្បាតដែនសមុទ្រនេះគឺជាការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងទឹកលោកឧត្តមនាវីឯកមូហាម៉ាត់អាលីកាលពីថ្ងៃប្រហ័សលោកអាលីបានកត់សម្គាល់ថាឧបករណ៍ដែលដាក់ដោយថាមពលអគ្គិសនីនឹងត្រូវយកមកប្រើប្រាស់យ៉ាងពេញលេញខណៈពេលដែលកងទ័ពជើងទឹកនឹងផ្លាស់ប្តូរការប្រើប្រាស់ថាមពលលើនាវាចម្បាំងជាបណ្ដាទៅជាប្រភេទជីវៈឥន្ធនៈ B50 ជាមួយនឹងការកែសម្រួលម៉ាស៊ីនតាមការចាំបាច់គំនិតដូចផ្ដើមនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីលខណៈពេលដែលនៅតែរក្សាបាននូវភាពត្រៀមលក្ខណៈក្នុងប្រតិបត្តិការរួមមានបេសកកម្មល្បាតភស្តុភារនិងការដឹកជញ្ជូនទ័ពនាពេលបច្ចុប្បន្ននាវាចម្បាំងឥណ្ឌូនេស៊ីកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រភេទ B35 ហើយការឈានទៅប្រើប្រាស់ B50 នឹងត្រូវអនុវត្តទៅតាមដំណាក់កាលបទបញ្ជាឲ្យប្រើប្រាស់ B50 ត្រូវបានគ្រោងនឹងអនុវត្តនៅទូទាំងប្រទេសចាប់ពីខែកក្កដាតទៅដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈនិងពង្រឹងសន្តិសុខថាមពលបច្ចុប្បន្ននេះប្រទេសឥណ្ឌូនេស៊ីកំពុងអនុវត្តការប្រើប្រាស់ល្បាយជីវៈម៉ាស៊ូត 40% ដែលគេស្គាល់ថាជា B40 ខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ